លោកអធិការរងនគរបាលស្រុកបាវែលខេត្តបាត់ដំបងត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU រកឃើញថាបានពាក់ព័ន្ធនឹងកែវទទួលសំណួរជាង$7,700ដើម្បីឲ្យមានការដោះលែងជនជាតិថៃដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងប្រតិបត្តិការរដ្ឋបាលបង្ក្រាបក្រុមបោកប្រាស់តាមអនឡាញបើតាមរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាលើកទី2អាណត្តិទី4របស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025នេះបានបង្ហាញថាកាលពីខែឧសភាឆ្នាំ2025នៅពេលនគរបាលជាតិតាមបទបញ្ជារបស់អាយុធមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិសហការជាមួយមូលដ្ឋានបានចុះប្រតិបត្តិការរដ្ឋបាលថ្ងៃទី2ខែឧសភាឆ្នាំ2025នៃក្រុងប៉ោយប៉ែតហើយរកឃើញអ្នកចូលមកស្នាក់នៅព្រមទាំងធ្វើការខុសច្បាប់ជាច្រើនអ្នកក្នុងនោះជួនជាថៃ43អ្នកស្រី20អ្នកដែលធ្វើការបោកប្រាស់តាមអនឡាញជាគោលការណ៍នគរបាលជាតិនឹងត្រូវបណ្ដេញអ្នកឆោបោកទាំងនោះចេញពីកម្ពុជាបញ្ជូនទៅប្រេរវិញ